ជំរាបសួរលោកគ្រូខ្ញុំឈ្មោះណយពិសិដ្ឋមកពីក្រុម AU5 នេះការងារទី4និយាយពី hardware អញ្ចឹងដើម្បីភីងបានយើងឆែកមើល IP បន្ទាប់មកបានយើងបើក PowerShell បន្ទាប់មកដើម្បីភីងបានយើងវាយ SSH ហើយយើងវាយ username របស់យើងបន្ទាប់មក add ហើយយើងវាយជាមួយនឹង IP address របស់យើងIP address ហើយយើងវាយ password មកបន្ទាប់មកចូលអញ្ចឹង command ទី1របស់យើង ls icpu អញ្ចឹងដើម្បីឆែកមើលទិន្នន័យរបស់ CPU របស់យើងអញ្ចឹង CPU មាន Core i5 ជំនាន់ទី12មាន CPU 6 Core ហើយនឹងមាន cache ហើយសិតតែទិន្នន័យរបស់ CPU តោះមកយើងឆែកមើល Xtop ដើម្បីមើលថាឥឡូវ CPU ហ្នឹងកំពុងតែដំណើរការលើកម្មវិធីណាខ្លះលើ user ណាខ្លះតោះមកយើងឆែកមើល memory ថាក្នុង CPU ហ្នឹងវាប្រើអីអស់ខ្លះប្រើ472 មេហើយនៅសល់ 3G ជាងចឹងទៅតោះមក command មួយទៀតនេះយើងវាយ df .h អញ្ចឹងវាបង្ហាញទិន្នន័យមកថែមអញ្ចឹង command ចុងក្រោយរបស់យើងចង់ shutdown sudo shutdown /r now តោះមកយើងវាយ password